ដូចជារឿងថ្ងៃដែលសិស្សពីលម្នាក់ភ្ញាក់ខ្លួនមនុស្សគ្រប់រូបសុទ្ធតែធ្លាប់ធ្វើខុសអ្នកខ្លះធ្វើខុសហើយនៅតែបន្តដើរលើផ្លូវខុសអ្នកខ្លះទៀតធ្វើខុសហើយហ៊ានទទួលស្គាល់កំហុសរួចផ្លាស់ប្ដូរខ្លួនឯងរឿងនេះនិយាយអំពីសិស្សម្នាក់ឈ្មោះតារាដែលធ្លាប់ជាសិស្សពីលប្រចាំសាលាគ្មាននរណាជឿថាគាត់អាចក្លាយជាមនុស្សល្អបានឡើយទេប៉ុន្តែមានថ្ងៃមួយដែលបានផ្លាស់ប្ដូរជីវិតរបស់គាត់ទាំងស្រុងក្មេងប្រុសដែលគ្មានគោលដៅតារាជាសិស្សថ្នាក់ទី12នៅវិទ្យាល័យមួយក្នុងខេត្តតូចមួយគាត់មានកម្ពស់ខ្ពស់សម្បូរស្អែមនិងមានមុខមាត់សង្ហាមិនធម្មតាល្ងាចតែអ្វីដែលធ្វើឲ្យគាត់ល្បីមិនមែនដោយសាររៀនពូកែទេប៉ុន្តែដោយសារគាត់ជាសិស្សដែលបង្កបញ្ហាច្រើនជាងគេរាល់ព្រឹកពេលសិស្សផ្សេងចូលថ្នាក់តារានៅតែអង្គុយផឹកកាហ្វេជាមួយមិត្តភ័ក្តិក្រៅរបស់សាលាចូលរៀនធ្វើអីរៀនចប់ក៏អត់ការងារធ្វើដែរនេះជាពាក្យដែលគាត់តែងតែនិយាយមិត្តភ័ក្តិខ្លះសើចតាមលីគេខ្លះទៀតស្ងៀមព្រោះដឹងថាគាត់មិនចូលចិត្តអ្នកណាដែលជំទាស់គាត់ទេតារាមិនដែលធ្វើកិច្ចការផ្ទះមិនដែលអានសៀវភៅមិនដែលយកចិត្តទុកដាក់ស្ដាប់គ្រូបង្រៀនពេលគ្រូកំពុងបង្រៀនគាត់បែរជាលេងទូរស័ព្ទពេលគ្រូសួរសំណួរគាត់តែងឆ្លើយបែបចំអកគ្រូជាច្រើនអស់សង្ឃឹមលើគាត់ល្ងាចម្ដាយដែលខំប្រឹងតែម្នាក់ឯងឪពុករបស់តារាបានស្លាប់តាំងពីគាត់នៅតូចម្ដាយគាត់ឈ្មោះសុភាគាត់ធ្វើការស៊ីឈ្នួលនៅចំការនិងសំណង់តូចៗដើម្បីចិញ្ចឹមកូនរាល់ថ្ងៃគាត់ក្រោកពីម៉ោង 4 ព្រឹកពេលខ្លះគាត់ត្រូវដើរចម្ងាយជាច្រើនគីឡូម៉ែត្រដើម្បីទៅធ្វើការដៃរបស់គាត់រឹងក៏ក្រៀតមុខរបស់គាត់ជ្រីវជ្រួញមុនវ័យល្ងាចប៉ុន្តែគាត់មិនដែលត្អូញត្អែទេគាត់តែងតែនិយាយថាម៉ែហត់បានតែកូនត្រូវរៀនចំណេះដឹងជាទ្រព្យដែលគ្មាននរណាលួចបានប៉ុន្តែតារាមិនសូវស្ដាប់ឡើយគាត់គិតថាម្ដាយនិយាយរឿងចាស់ពាក្យព្រមានរបស់គ្រូអ្នកគ្រូម៉ាលីជាគ្រូគណិតវិទ្យាល្ងាចទោះតារាបង្កបញ្ហាច្រើនយ៉ាងណាក៏អ្នកគ្រូមិនដែលស្អប់គាត់ដែរថ្ងៃមួយអ្នកគ្រូបានហៅគាត់ទៅជួបតារាអ្នកគ្រូដឹងថាកូនមិនមែនជាក្មេងអាក្រក់ទេតារាសើចតិចបើខ្ញុំមិនអាក្រក់ហេតុអីគ្រប់គ្នាស្អប់ខ្ញុំអ្នកគ្រូឆ្លើយថាគេមិនស្អប់កូនទេគេស្អប់ទង្វើរបស់កូនតារាស្ងៀមល្ងាចវាជាដំបូងដែលមានមនុស្សនិយាយបែបនេះជាមួយគាត់ថ្ងៃដែលម្ដាយស្រក់ទឹកភ្នែកមួយសប្តាហ៍ក្រោយមកសាលាបានអញ្ជើញអាណាព្យាបាលម្ដាយតារាបានមកគាត់ស្លៀកខោអាវចាស់ដែលស្នាមដីនៅជាប់ខោអាវនៅឡើយនៅក្នុងបន្ទប់ប្រជុំគ្រូបានប្រាប់ពីអាកប្បកិរិយារបស់តារាម្ដាយគាត់ស្ដាប់ដោយស្ងៀមស្ងាត់ល្ងាចលុះដល់ចុងក្រោយគាត់ស្រក់ទឹកភ្នែកខ្ញុំខំធ្វើការពីព្រឹកដល់យប់ខ្ញុំសង្ឃឹមថាកូនខ្ញុំនឹងមានអនាគតល្អសំឡេងគាត់ញ័របើគាត់នៅតែបែបនេះខ្ញុំមិនដឹងថាជីវិតគាត់នឹងទៅជាយ៉ាងណាទេតារាឈរនៅខាងក្រោយគាត់ឮគ្រប់ពាក្យជាលើកដំបូងគាត់មានអារម្មណ៍ដូចជាមានអ្វីមួយចាក់បេះដូងវាយប់ដែលគេងមិនលក់យប់នោះតារាដេកសម្លឹងដំបូលផ្ទះគាត់នឹកឃើញរូបម្ដាយនឹកឃើញដៃដែលពោពេញដោយស្នាមរបួសនឹកឃើញមុខដែលហត់នឿយនឹកឃើញទឹកភ្នែកនៅសាលាភ្លាមនោះគាត់សួរខ្លួនឯងតើខ្ញុំបានធ្វើអ្វីខ្លះសម្រាប់ម៉ែចម្លើយគឺគ្មានអ្វីសោះគាត់បានត្រឹមតែធ្វើឲ្យម្ដាយពិបាកចិត្តលើការសម្រេចចិត្តថ្មីព្រឹកថ្ងៃបន្ទាប់តារាបានក្រោកពីព្រលឹមជាងធម្មតាម្ដាយរបស់គាត់ភ្ញាក់ផ្អើលណាស់ព្រោះជាធម្មតាគាត់តែងដេករហូតជិតម៉ោងចូលរៀនកូនឈឺឬម្ដាយសួរតារាញឹមតិចអត់ទេម៉ែថ្ងៃនេះកូនចង់ទៅសាលាមុនគេម្ដាយសម្លឹងមុខកូនប្រុសដោយការភ្ញាក់ផ្អើលល្ងាចជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំគាត់ឃើញពន្លឺនៃការទទួលខុសត្រូវនៅក្នុងភ្នែកកូនមិត្តចាស់និងផ្លូវចាស់នៅសាលាមិត្តភ័ក្តិដែលធ្លាប់ដើរលេងជាមួយតារាបានសើចចំអកអូខ្លាចជាសិស្សគំរូហើយមែនទេចាំបន្តិចទៀតច្បាស់ជាធុញពាក្យទាំងនោះធ្វើឲ្យតារាពិបាកចិត្តប៉ុន្តែគាត់នឹកឃើញទឹកភ្នែកម្ដាយរាជគាត់ប្រាប់ខ្លួនឯងថាមនុស្សដែលចង់ជោគជ័យត្រូវហ៊ានបោះបង់ទម្លាប់អាក្រក់ការសំទោសក្រោយម៉ោងរៀនតារាបានទៅជួបអ្នកគ្រូម៉ាលីអ្នកគ្រូខ្ញុំសុំទោសចំពោះអ្វីដែលខ្ញុំធ្លាប់ធ្វើអ្នកគ្រូញឹមការសុំទោសល្អណាស់តែអ្វីដែលសំខាន់ជាងនេះគឺការកែប្រែទង្វើតារាងក់ក្បាលល្ងាចថ្ងៃនោះគាត់បានចាប់ផ្ដើមកត់មេរៀនឡើងវិញតម្លៃនៃពេលវេលាតារារកឃើញថាគាត់បានខ្ជះខ្ជាយពេលវេលាច្រើនពេកខណៈដែលសិស្សផ្សេងរៀនមេរៀនទៅមុខគាត់បែរជាស្ទើរតែមិនចេះអ្វីសោះគាត់ចាប់ផ្ដើមអានសៀវភៅរាល់យប់ទោះយល់យឺតក៏ដោយគាត់មិនបោះបង់ឡើយការខិតខំមិនកុហកទេការប្រឡងប្រចាំខែបានមកដល់ល្ងាចតារាមិនបានលេខល្អទេប៉ុន្តែគាត់មិនជាប់លេខចុងក្រោយទៀតឡើយអ្នកគ្រូម៉ាលីនិយាយថាជោគជ័យមិនមកភ្លាមទេវាមកតាមរយៈការខិតខំរាល់ថ្ងៃ
គុណម្ដាយថ្ងៃអាទិត្យមួយតារាបានទៅជួយម្ដាយធ្វើការក្រោមកម្ដៅថ្ងៃគាត់ទើបដឹងថាការរកប្រាក់មិនងាយឡើយម្ដាយញញឹមហើយនិយាយថាឃើញទេកូនងាយចំណេះដឹងសំខាន់ប៉ុណ្ណាថ្ងៃនោះតារាយល់ពីអត្ថន័យនៃការសិក្សាកាន់តែច្បាស់ការជ្រើសរើសមិត្តចាស់ខ្លះបានហៅគាត់ទៅដើរលេងប៉ុន្តែគាត់បដិសេធគាត់ជ្រើសរើសចំណាយពេលជាមួយមិត្តដែលចូលចិត្តរៀនលេខមិត្តល្អនាំទៅរកអនាគតល្អបរាជ័យម្ដងទៀតការប្រឡងមួយតារាទទួលបានពិន្ទុទាបជាងការរំពឹងទុកគាត់ខកចិត្តណាស់តែអ្នកគ្រូបានលើកទឹកចិត្តថាបរាជ័យមិនមែនជាទីបញ្ចប់ទេបរាជ័យគឺជាមេរៀនការតស៊ូតារាបន្តរៀនជារៀងរាល់ថ្ងៃគាត់កាត់បន្ថយការលេងទូរស័ព្ទគាត់រៀនធ្វើលំហាត់បន្ថែមល្ងាចយឺតគាត់ចាប់ផ្ដើមយល់មេរៀនកាន់តែច្រើនការផ្លាស់ប្ដូរដែលគេមើលឃើញគ្រូនិងសិស្សជាច្រើនចាប់ផ្ដើមសង្កេតឃើញការផ្លាស់ប្ដូររបស់តារាគាត់មិនបង្ករឿងទៀតទេគាត់ជួយមិត្តភ័ក្តិនិងគោរពគ្រូបង្រៀនឈ្មោះអាក្រក់ដែលធ្លាប់ជាប់ជាមួយគាត់ចាប់ផ្ដើមរលាយបាត់ឆ្នាំសំខាន់ឆ្នាំទី12គឺជាឆ្នាំប្រឡងបាក់ឌុបងាយសឹកគ្រប់គ្នាស្ថិតក្រោមសម្ពាធតារាក៏ដូចគ្នាប៉ុន្តែគាត់ប្រាប់ខ្លួនឯងថាខ្ញុំមិនអាចត្រឡប់ទៅជាមនុស្សចាស់ទៀតទេពេលវេលាចុងក្រោយនៅសល់តែប្រហែលខែមុនប្រឡងតារារៀនទាំងថ្ងៃទាំងយប់ម្ដាយឃើញដូច្នេះក៏សប្បាយចិត្តគាត់ដាំស៊ុបនិងធ្វើម្ហូបដែលកូនចូលចិត្តដូចគេត្រាស់ក្រីក្រតូចមួយពុះពេញដោយក្តីសង្ឃឹមថ្ងៃប្រឡងទីបំផុតថ្ងៃប្រឡងបានមកដល់ដើរចូលបន្ទប់ប្រឡងដោយទំនុកចិត្តគាត់នឹកឃើញពាក្យរបស់ម្ដាយនិងអ្នកគ្រូគាត់ខិតខំធ្វើវិញ្ញាសាអស់ពីសមត្ថភាពលទ្ធផលប៉ុន្មានសប្តាហ៍ក្រោយមកលទ្ធផលត្រូវបានប្រកាសតារាបានជាប់បាក់ឌុបល្ងាចគាត់មើលឈ្មោះរបស់ខ្លួនម្ដងហើយម្ដងទៀតគាត់ស្ទើរមិនជឿភ្នែកខ្លួនឯងគាត់រត់ទៅផ្ទះទាំងទឹកភ្នែកនៃមោទនភាពពេលទៅដល់ផ្ទះតារាបានអបម្ដាយយ៉ាងណែនម៉ែកូនជាប់ហើយម្ដាយស្រក់ទឹកភ្នែកប៉ុន្តែវាមិនមែនជាទឹកភ្នែកនៃការឈឺចាប់ដូចថ្ងៃមុនទៀតទេវាជាទឹកភ្នែកនៃសេចក្តីរីករាយនិងមោទនភាពល្ងាចតារានិយាយថាបើថ្ងៃនោះម៉ែមិនស្រក់ទឹកភ្នែកកូនប្រហែលជាមិនភ្ញាក់ខ្លួនទេម្ដាយញញឹមម៉ែមិនដែលចង់ឲ្យកូនខ្លាចជាអ្នកមានទេម៉ែគ្រាន់តែចង់ឲ្យកូនខ្លាចជាមនុស្សល្អតារាងក់ក្បាលល្ងាចថ្ងៃនោះគាត់បានយល់ថាជោគជ័យពិតប្រាកដមិនមែនគ្រាន់តែជាប់ប្រឡងទេប៉ុន្តែគឺការផ្លាស់ប្ដូរខ្លួនឯងឲ្យក្លាយជាមនុស្សល្អមានការទទួលខុសត្រូវនិងដឹងគុណឪពុកម្ដាយសារអប់រំសិស្សពៀលមិនមែនជាសិស្សដែលគ្មានអនាគតទេអ្នកដែលគ្មានអនាគតគឺអ្នកដែលដឹងថាខ្លួនខុសតែមិនព្រមកែប្រែល្ងាចការសិក្សាអាចផ្លាស់ប្ដូរជីវិតការគោរពគ្រូអាចបង្កើនចំណេះដឹងនិងការដឹងគុណឪពុកម្ដាយអាចនាំមនុស្សម្នាក់ទៅរកភាពជោគជ័យកុំរងចាំឲ្យឪពុកម្ដាយស្រក់ទឹកភ្នែកទើបចាប់ផ្ដើមផ្លាស់ប្ដូរ